có chỉ lấy vui chập rắm có cho mua cho riêng tử và đặc biệt riêng tử mình không nói cứ ban đội nói riêng kết tục trên một chẳng បាទជំរាបសួរបង ជំរាបសួរ ខ្ញុំសូមសួរបងតើតើមកចំនួនណា បាទ ជួយណែនាំខ្លួននឹងជំនាញរបស់មកសិក្សានៅសាកលវិទ្យាល័យតិចបានទេ បាទខ្ញុំឈ្មោះអួនចម្រើនជាអតីតនិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យធនធានមនុស្សទៅខ្ញុំរៀននៅធនធានមនុស្សចាប់ពីបញ្ញាបត្ររងបញ្ញាបត្រនិងអនុបណ្ឌិត បាទបងមានចំណាប់អារម្មណ៍ចង់បន្តថ្នាក់ PhD ទៀតអត់ បាទខ្ញុំបន្តថ្នាក់ PhD តទៀត អរគុណច្រើនបងតើសប្តាហ៍ថ្ងៃនេះបងប្រកបអាជីវកម្មផ្ទាល់ខ្លួនឬក៏បម្រើការងារនៅតាមស្ថាប័នណាដែរប ច្ចុប្បន្នខ្ញុំជាគ្រូបង្រៀននៅសាលារដ្ឋជាបុគ្គលិកក្របខ័ណ្ឌរដ្ឋបាទបន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សខ្ញុំបានប្រឡងជាប់ក្របខ័ណ្ឌរដ្ឋទៅបង្រៀននៅសាកលវិទ្យាល័យកិច្ចនៅខេត្តកិច្ចហើយបន្ទាប់មកខ្ញុំក៏បានផ្លាស់ប្ដូរពីសាកលវិទ្យាល័យកិច្ចមកបង្រៀននៅវិទ្យាល័យហ៊ុនសែនកណ្ដាលនៅក្នុងខេត្តតាកែវវិញ ខេត្តតាកែវល្អនេះអញ្ចឹងបានថាបងពេលបញ្ចប់ហើយគឺបងប្រឡងចូលក្របខ័ណ្ឌរដ្ឋជាក្របខ័ណ្ឌគ្រូបង្រៀន បាទអញ្ចឹងសូមហៅលោកគ្រូបងអញ្ចឹង អូខេអរគុណច្រើនតើហេតុអ្វីបានជាបងសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យធនធានដើម្បីបន្តការសិក្សា បាទទីដំបូងនៅពេលដែលខ្ញុំមករៀននៅភ្នំពេញខ្ញុំដើរមើលសាកលវិទ្យាល័យច្រើនដែរ ច្រើនដែរ បាទដើររើសមើលសាកលវិទ្យាល័យច្រើនបន្ទាប់មកខ្ញុំក៏មកសាកសួរព័ត៌មាននៅសាកលវិទ្យាល័យធនធានមនុស្សពេលហ្នឹងក៏ចាប់អារម្មណ៍ហើយឃើញថាសាកលវិទ្យាល័យគួរចាប់អារម្មណ៍ក៏ចុះឈ្មោះចូលរៀនទៅបាទដល់ពេលរៀនទៅมันខកអំណងគឺបានដូចអំណងយើងគិតទុកជាមុនអញ្ចឹងបាទគឺការរៀនហ្នឹងគឺល្អច្រើនបាទទាំងវិន័យទាំងគុណភាពហើយការបញ្ចប់ការសិក្សាទៅគឺទទួលបានលទ្ធផលល្អសម្រាប់ខ្ញុំ អូខេបងអរគុណច្រើនអញ្ចឹងតកតងជាមួយនឹងវិន័យឬក៏ការបង្រៀនរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យធនធានមនុស្សណាបងយកឃើញមិនដែរ សម្រាប់ខ្ញុំយល់ឃើញថាការបរៀនរបស់សាស្ត្រាចារ្យគឺល្អគ្រប់គ្រាន់នៅក្នុងសាកលវិទ្យាល័យមានសម្ភារៈឧបទេសក្នុងការបរៀនគ្រប់គ្រាន់ការបរៀនរបស់សាស្ត្រាចារ្យគាត់បញ្យល់បានក្បោះក្បាយល្អធ្វើឲ្យខ្ញុំជានិស្សិតខ្ញុំអាចទទួលយកបានអាចមានថារៀនចប់ទៅចេះបាទមួយទៀតតកតទៅមួយវិន័យគឺល្អភាសាសាកលវិទ្យាល័យសាស្ត្រាចារ្យគាត់គ្រប់ពេលវេលាបានល្អថាចូលម៉ោង8មកដល់ម៉ោង8សាស្ត្រាចារ្យគាត់នៅក្នុងថ្នាក់ស្ដាប់ហើយបាទហើយចេញក៏ចឹងដែរម៉ោងចេញគឺទៀងទាត់អត់មានចូលយឺតចេញលឿនទេអត់ទេបាទអញ្ចឹងគឺថាសិស្សរៀនបានពេញលេញល្អហើយវិន័យក្នុងការរៀននេះគឺល្អបាទ តើចំណេះដឹងនិងជំនាញរបស់បានបន្តការសិក្សានៅសាកលវិទ្យាល័យហ្នឹងវាជួយអ្វីខ្លះដល់ការងាររបស់បច្ចុប្បន្នដែរ សម្រាប់ខ្ញុំការសិក្សាខ្ញុំរៀនថ្នាក់បញ្ញាបត្រដំបូងបញ្ញាបត្ររងបាទគឺភាសាអង់គ្លេសពេលចប់ទៅខ្ញុំបន្តយកបញ្ញាបត្រភាសាអង់គ្លេសទៀតបាទចប់បញ្ញាបត្រខ្ញុំបន្តយកថ្នាក់អនុបណ្ឌិតហ្នឹងភាសាអង់គ្លេសទៀតបាទពេលដែលខ្ញុំរៀនភាសាអង់គ្លេសចំណេះដឹងពីសាលានិយាយទៅជួយបានទាំងអស់ទាំងមួយការងារបាទការប្រឡងខ្ញុំប្រឡងជាប់គ្រូភាសាអង់គ្លេសបាទ គ្រូក្របខ័ណ្ឌភាសាអង់គ្លេសណា បាទគ្រូក្របខ័ណ្ឌរដ្ឋភាសាអង់គ្លេសបាទអញ្ចឹងចំណេះដឹងពីសាកលវិទ្យាល័យហ្នឹងគឺជួយទាំងអស់ព្រោះយើងរៀនអង់គ្លេសបាទនៅវិទ្យាល័យផងនៅសាកលវិទ្យាល័យផងបាទ អញ្ចឹងជួយបានទាំងការតំណងទាំងការបរៀនទាំងការហ៊ានខ្លួនឯងទាំងការ research គឺយើងជួយបានច្រើនមែនតើអញ្ចឹងតើបងមានអីផ្ដាំផ្ញើទៅកាន់ពុទ្ធបងទី12ដែលគាត់ទើបតែប្រឡងមកដប់ហើយ បាទសម្រាប់បងប្អូនដែលទើបតែបញ្ចប់ថ្នាក់ទី12ថ្មីជាពិសេសគឺអ្នកដែលទើបបញ្ចប់ឆ្នាំ2026ហ្នឹងបាទឬក៏អ្នកដែលបញ្ចប់ឆ្នាំមុនមិនទាន់រៀនបាទខ្ញុំសូមផ្ដាំផ្ញើថានៅពេលដែលបងប្អូនរើសមើលសាកលវិទ្យាល័យដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបាទបងប្អូនអាចមកមើលនៅសាកលវិទ្យាល័យធនធានមនុស្សបាទមើលទៅសម្រាប់ខ្ញុំគិតថាសាកលវិទ្យាល័យអាចផ្ដល់ឲ្យបងប្អូនបានចំណេះដឹងជំនាញពិតប្រាកដសម្រាប់ថ្ងៃអនាគតបាទហើយសាកលវិទ្យាល័យមានជំនាញច្រើនអញ្ចឹងបងប្អូនអាចជ្រើសរើសតាមមុខជំនាញដែលបងប្អូនពេញចិត្តបាទតកតងជាមួយនឹងវិន័យនិងគុណភាពគឺល្អបាទសម្រាប់ខ្ញុំជាអតីតនិស្សិតផ្ទាល់ខ្ញុំបានឆ្លងកាត់ហើយបាទគឺល្អសម្រាប់ខ្ញុំអញ្ចឹងខ្ញុំចង់ណែនាំបងប្អូនថាបើចង់បានសាកលវិទ្យាល័យដែលមានគុណភាពល្អនៅភ្នំពេញអាចមកមើលនៅធនធានបាន បើសិនជាគេឲ្យបងនិយាយពាក្យ3ម៉ាត់តែទៅជាមួយសាកលវិទ្យាល័យធនធានមនុស្សតើបងអាចនិយាយពាក្យអីគេ3ទាំង3ម៉ាត់ហ្នឹង សម្រាប់ខ្ញុំពាក្យ3ម៉ាត់សម្រាប់ធនធានមនុស្សខ្ញុំគិតថាទី1គឺល្អទី2ខ្ញុំពេញចិត្តទី3គឺខ្ញុំស្រឡាញ់ធនធានមនុស្សបាទអញ្ចឹងហើយបាទខ្ញុំចង់មកបន្តថ្នាក់បណ្ឌិតតទៀត បាទអញ្ចឹងគេថាចាំងបញ្ញាបត្ររងបាទបញ្ញាបត្រ
master បាទ PhD ទៀតណាឥឡូវពងតែត្រៀមចុះឈ្មោះចូលរៀននៅតា PhD អូខេអញ្ចឹងជាចុងក្រោយអរគុណបងច្រើនដែលបានជួយមកចែកម្លែកនិងផ្ដល់ជាអនុសាសន៍ល្អៗដល់បងប្អូនដែលគាត់ទៅប្រឡងបាក់ឌុបហើយព្រោះបងប្អូនខ្លះគាត់ពិបាកក្នុងការរកសាកលវិទ្យាល័យអញ្ចឹងយើងដឹងស្រាប់បើយើងរើសសាកលវិទ្យាល័យខុសរើសជំនាញខុសអនាគតរបស់យើងក៏វាអាចទៅខុសតាមនឹងដែរអញ្ចឹងបើយើងរើសសាកលវិទ្យាល័យត្រូវជំនាញត្រូវអនាគតយើងការងាររបស់យើងក៏វាល្អទៅតាមនឹងដែរណាបាទព្រោះថាសាកលវិទ្យាល័យឬក៏ជំនាញក៏ជាកត្តាមួយនៅក្នុងការភាពជោគជ័យរបស់យើងដែរបាទអញ្ចឹងជាចុងក្រោយអរគុណបងច្រើនដែលបានជួយចែកម្លែកបាទយើងជូនពរបងមានសុខភាពល្អណាបាទអរគុណច្រើនបាទ